ត្រឡប់មកវិញហើយ Gensberg លើកស្ទួយកីឡាករ Kickboxing ឡើងដល់កម្រិតពិភពលោកជួបគ្នាឆាប់នេះ ក្រៅពីចូលរួមលើកស្ទួយក្បាច់គុនបុរាណខ្មែរឡើងដល់កម្រិតកំពូល Eleni Gensberg បានរួមចំណែកលើកស្ទួយវិញ្ញាសា Kickboxing ថែមទៀតដោយកម្មវិធីប្រកួត Kickboxing មានរយៈពេល3ថ្ងៃដែលរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់ Kickboxing កម្ពុជានៅក្នុងឆ្នាំនេះកីឡាករកីឡាការិនីចម្រុះបានរៀបចំត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចូលរួមមកប្រកួតប្រជែងប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើវិញ្ញាសា Kickboxing ប្រចាំឆ្នាំ2025នៅថ្ងៃទី16 17 និង18 ខែកុម្ភៈឆ្នាំ2026នៅស្ថានីយ៍ទូរទស្សន៍ Town Full HD TV ដែលកម្មវិធីចាប់ផ្ដើមពីម៉ោង 1 រសៀលតទៅកុំភ្លេចរងចាំចូលរួមទស្សនាឲ្យបានច្រើនកកការប្រកួតនេះនឹងនាំមកនៅរូបភាពនៃការប្រកួតប្រជែងថ្មីដោយកីឡាករម្នាក់បានសង្ងំវឹកហាត់អស់រយៈពេលជាច្រើនខែមកហើយដើម្បីត្រៀមអាវុធឡើងប្រកួតនៅក្នុងព្រឹត្តិការណ៍មួយនេះគឺជាកម្មវិធីមួយដែលផ្ដល់ជូននូវបទពិសោធន៍ជាពិសេសសម្រាប់កីឡាករវ័យក្មេងក្នុងការសម្រួចសមត្ថភាពដើម្បីត្រៀមប្រកួតលក្ខណៈអន្តរជាតិផ្សេងៗនៅថ្ងៃអនាគតព្រមទាំងចម្រាញ់យកធនធានល្អៗនៅក្នុងឆ្នាំនេះ ខ្ញុំបាទអិនរដ្ឋិចិត្រពី Big News